សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះចិនធឿនខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត article ថ្មីនៅលើJoomla ការដាក់ article នៅបែបនេះឥឡូវយើងទៅរៀនអ្នកទាំងអស់គ្នានៅក្នុងកម្មវិធី Joomla ដោយយើងលុប category អីចោលទាំងអស់ហើយយើងចូលទៅក្នុង admin ទាំងអស់គ្នាហើយយើងជ្រើសរើសយកត្រង់កន្លែង content យក article ហើយ add new article បាទបន្ទាប់ទៀតគឺយើងត្រូវបង្កើត article ថ្មីមួយស្រេចទៅចិត្តយើងទេឧទាហរណ៍ថាខ្ញុំមានអូខេខ្ញុំឧទាហរណ៍ថាខ្ញុំមានប៉ុណ្នេះចុះបាទខ្ញុំ copy ចោលបាទឧទាហរណ៍ថាខ្ញុំមានប៉ុណ្នេះបាទអញ្ចឹងខ្ញុំដាក់ពាក្យ title វាថា growing ឧទាហរណ៍ថាខ្ញុំដាក់ប៉ុណ្ណឹងហើយត្រង់កន្លែង filter នេះបើខ្ញុំមិនដាក់ខ្ញុំដាក់ no អញ្ចឹងវាអត់បង្ហាញទៅលើអេក្រង់នេះទេឥឡូវឧទាហរណ៍ថាខ្ញុំមិនដាក់ចុះណាខ្ញុំមិនដាក់ខ្ញុំ save វាសិនកុំឲ្យហត់បើកទៅបាទហើយខ្ញុំទៅ refresh មើលចាំមើលវាចេញអត់អូខេបាទវាអត់បង្ហាញទេឃើញទេអញ្ចឹងអូខេបាទ article អូខេអញ្ចឹងយើង save វាហើយយើងដាក់ filter វាយក yes មកហើយយើង save វាបាទអីគេ error អីគេដាក់ចំណាយ plan មកបាទ save វាម្ដងទៀតបាទ save success ពេលវា error មកពី computer ខ្ញុំទេវាមិនមកពីការ save ឈ្មោះនេះទេយើងចង់ save អីក៏ save ទៅបាទអញ្ចឹងឧទាហរណ៍អញ្ចឹងហើយឥឡូវយើងទៅ refresh ត្រង់កន្លែង home យើងបាទវាចេញមកប៉ុន្តែពេលខ្លះទៅអត្ថបទយើងវាច្រើនអញ្ចឹងយើងចង់ឲ្យចេញតែបន្តិចហើយយើងចេញឲ្យវាមានពាក្យ read more ហើយនឹងអាខាងលើអស់នេះវាចេញមកញ៉ៃច្រើនអញ្ចឹងយើងអាចលុបវាទៅទុកតែចំណងជើងធំនេះទៅបានណាយើងកន្លែង detail អី support user category publisher publish អីនេះយើងលុបចេញទៅអញ្ចឹងយើងចូលទៅកន្លែង article យើងឧទាហរណ៍ខ្ញុំចង់ដាក់ read more ខ្ញុំដាក់ម៉ៅត្រង់នេះហើយយើងមើលខាងក្រោមមានពាក្យថា read more អូខេបាទអញ្ចឹងឥឡូវខ្ញុំ save វាហើយខ្ញុំទៅមើលម្ដងទៀតបាទអញ្ចឹងខ្ញុំ refresh វាម្ដងទៀតបាទឃើញថាមានពាក្យ read more ប៉ុន្តែខាងមុខ read more ហ្នឹងវាមាន plan វាមានចំណងជើងដែលយើងដាក់អញ្ចឹងបើចំណងជើងយើងវែងអញ្ចឹង read more ហ្នឹងហើយចំណងជើងវាវែងមកទៀតឥឡូវយើងលុបtitle ពីមុខ read more ហ្នឹងចេញហើយនឹងលុបពាក្យអស់នេះចេញនេះ detail ឬ publish category ហ្នឹងអញ្ចឹងយើងចូលឡើង admin ដដែលហើយយើង close វាទៅ save close វាកន្លែង article ហ្នឹងទៅបាទដើម្បីទៅលុបកន្លែងអស់ហ្នឹងមិនបានយើងចូលកន្លែងcontent ហើយយក article manager ហើយយើងចូលត្រង់កន្លែង option បាទចូលកន្លែង option ហើយ
ហើយយើងមើលត្រង់កន្លែង category បាទ show category យើងយក high ឧទាហរណ៍អញ្ចឹងខ្ញុំ save ឲ្យមើលមួយដើម្បីឲ្យច្បាស់បាទ show category អញ្ចឹងយើង refresh មើលពាក្យថា category គឺត្រូវបានបាត់បាទឃើញទេវាលុប category ឥឡូវយើងមើលឡើង publish and detail ហើយនឹងលុបកន្លែង read more កុំឲ្យវាដាក់ចំណងជើងបាទ show category ហើយយើងមើលកន្លែងបាទ publish date យក high មកហើយនឹង read more ជាមួយនឹង title យើង high ដែរបាទអូខេឥឡូវយើង save មើលបាទយើងទៅ refresh ម្ដងទៀតបាទអស់បាទដល់សល់ detail មួយ write by user បាទយើងទៅលុបវាមកអូខេយើងទៅ hide វាយើងមិនលុបវាទេអាហ្នឹងបាទត្រង់កន្លែង show auto នេះបាទយើង hide វាទៅបាទអានេះអីយើងអាចបិទវាបានហ្នឹងហើយបាទយើង save វាមកហើយយើងទៅ refresh ម្ដងទៀតបាទឃើញថាវាបាត់អស់ link អញ្ចឹងវាស្អាតវាឃើញថា article របស់យើងហ្នឹងអត់មានភាពអញ្ញាញ៉ៃស្មុគស្មាញអីទេអញ្ចឹងវាស្អាតយើងចុច read more អញ្ចឹងទៅវាបង្ហាញ article យើងទាំងអស់បាទអរគុណច្រើនសម្រាប់ទស្សនាវីដេអូ